ខ្ញុំអត់ដែរសូវឃើញប្រឡោមលោកណាដែលនិយាយច្រើនដល់អ្នកនឹងអំពីតួអង្គម្នាក់ដែលមានជំងឺវង្វេងវង្វាន់ពេលចាស់ទៅហ្នឹងឯងតើមនុស្សយើងនៅជាខ្លួនឯងអត់នៅពេលដែលយើងផ្លិចថាខ្លួនឯងជាណាគេឧទាហរណ៍ថាក្នុងចំនួន100នាក់មានម្នាក់ដែលអាចជោគជ័យបានចុះ99នាក់ទៀតដែលខំប្រឹងដែរប៉ុន្តែអត់ជោគជ័យដែលអត់មានសំណាងដែលមានបញ្ហាស្ថានភាពក្នុងគ្រួសារឬក៏អីដែលធ្វើឲ្យគាត់អត់អាចចេញទៅចាប់ក្តីសម័យរបស់គាត់បានអញ្ចឹងតើគាត់ពីមួយថ្ងៃទៅមួយថ្ងៃគាត់រស់នៅដើម្បីអីចាខ្ញុំទៅតែអានចប់សភៅ The Emperor of Gladness និពន្ធដោយ Ocean Vuong ទៀតហើយសភៅនេះគឺតែបញ្ចេញឆ្នាំ2025នឹងតែម្ដងហើយរៀងល្បីដែររៀង hype ដែរអ្នកទាំងអស់គ្នាយើងឃើញ Oprah និយាយពីរឿងហ្នឹងឃើញ Dua Lipa ឃើញមនុស្សច្រើនហើយនៅក្នុង Goodreads អីចឹងមាន review រាប់ម៉ឺន review សភៅហ្នឹងគឺវារៀង sensational ហើយបានន័យថារៀងមានគេស្គាល់ច្រើនដែរអញ្ចឹងក៏ខ្ញុំបានអានវាគេនឹងឯងដែរសភៅនេះគឺនិយាយអំពីតួអង្គហ្នឹងស្តៀងមួយតួសភៅមុនអញ្ចឹងគឺក្មេងមិនមែនក្មេងទេឯងថា young adult គឺគាត់អាយុ19ឆ្នាំអញ្ចឹងណាគាត់មានបញ្ហាខ្លះឧទាហរណ៍ដូចជាមានបញ្ហាគាត់ញៀនអីអញ្ចឹងទៅហើយគាត់បាត់បង់មិត្តភ័ក្តិឲ្យគាត់រៀនឡើងចូលហើយចុងក្រោយគាត់ចង់អញ្ចឹងណាចង់ហក់ទៅហើយប៉ុន្តែស្រាប់តែបានលោកយាយម្នាក់ជួយគាត់ស្រែកឲ្យគាត់ឈប់អញ្ចឹងណាលោកយាយហ្នឹងគឺអាយុ82ឆ្នាំហើយ Grazina ហ្នឹងហើយហៃតួអង្គប្រុសរបស់យើងហ្នឹងក៏មកនិយាយមួយលោកយាយហ្នឹងអីចឹងនិយាយទៅនិយាយមកលោកយាយហ្នឹងក៏ហៅឲ្យហៃហ្នឹងនៅជាមួយហើយនៅជាមួយក្នុងន័យថាជួយថែរក្សាគាត់ដោយសារលោកយាយហ្នឹងគឺគាត់មានបញ្ហាជំងឺ dementia ហើយជាបកបែបមកខ្មែរដូចជំងឺភ្លេចភ្លាំងវង្វេងវង្វាន់មនុស្សចាស់អញ្ចឹងណាហើយគឺគាត់យើងតាមដានជីវិតរបស់គាត់ពេលដែលគាត់ទៅធ្វើការរបៀប labor work ធ្វើការប្រើកម្លាំងបាយអញ្ចឹងណាហើយនឹងយើងរៀនដឹងអំពីគ្រួសាររបស់គាត់ trauma របស់គាត់អីអញ្ចឹងពេលដែលគាត់និយាយគ្នាជាមួយនឹងប្អូនជីដូនមួយគាត់ម្នាក់នៅក្នុងរឿងហ្នឹងដែរអញ្ចឹងរឿងហ្នឹងភាគច្រើនគឺផ្ដោតទៅលើទំនាក់ទំនងរវាងហៃហើយនិង Grazina ហ្នឹងដែលវាខ្ញុំចូលចិត្តដោយសារវាចម្លែកព្រោះរឿងភាគច្រើនយើងគេនិយាយអំពីរឿងដូចថាស្នេហារឿងអីអញ្ចឹងណារឿងប្រឡោមលោកប៉ុន្តែនេះគឺជាមិត្តភាពរវាងមនុស្សចាស់ម្នាក់ហើយនឹងមនុស្សក្មេងម្នាក់ហើយយើងអាចមើលឃើញថាតើពេលដែលយើងរៀងចាស់ឬក៏ពេលដែលយើងនៅក្មេងហ្នឹងតើយើងត្រូវបានសង្គមអត់សូវយកចិត្តទុកដាក់នៅលើយើងអញ្ចឹងណាដោយសារយើងអត់មានលុយឬក៏អត់មានសម្លេងក្នុងការបញ្ចេញពីអីដែលខ្លួនឯងចង់បានអីចឹងទៅ Grazina ហ្នឹងគឺពួកគាត់អត់មានតែគេជាអ្នកមានទេសិតតែព្យាយាមខំប្រឹងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាចឹងទៅហើយណាមួយទៀតខ្ញុំគិតថាវាពិសេសត្រង់ថាខ្ញុំអត់ដែរសូវឃើញប្រឡោមលោកណាដែលនិយាយច្រើនដល់អ្នកហ្នឹងអំពីតួអង្គម្នាក់ដែលមានជំងឺវង្វេងវង្វាន់ពេលចាស់ទៅហ្នឹងឯងខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំក៏មានដូចថាលោកយាយលោកតាអញ្ចឹងតែគាត់អត់មានជំងឺហ្នឹងខ្លាំងទេតែខ្ញុំធ្លាប់ស្គាល់អ្នកដែលគាត់មានម៉ាក់ប៉ាឬក៏មានយាយតាដែលគាត់មានជំងឺនឹងដំណាក់កាលរៀងធ្ងន់ធ្ងរអញ្ចឹងដូចថាវែងពីផ្ទះចាប់ដើមផ្លិចខ្លួនឯងផ្លិចថាខ្លួនឯងជាអ្នកគេផ្លិចគ្រួសារផ្លិចអីចឹងណាខ្ញុំគិតថាហ្នឹងគឺជារឿងមួយដែលគេហៅថា grief គឺជារឿងមួយដែលធ្វើឲ្យយើងមិនមែនថាពិបាកចិត្តទេប៉ុន្តែធ្វើឲ្យយើងរៀងសោកស្ដាយជាមួយនឹងរឿងហ្នឹងដែរយើងអាឡោះអាល័យជាមួយរឿងហ្នឹងតើមនុស្សយើងនៅជាខ្លួនឯងអត់នៅពេលដែលយើងផ្លិចថាខ្លួនឯងជាណាគេអាហ្នឹងគឺជាសំណួរមួយដែលសួរម្ដងហើយម្ដងទៀតនៅក្នុងរឿងហ្នឹងមិនមែននិយាយតែពីអាហ្នឹងឯងគឺមាន theme ជាច្រើនទៀតឧទាហរណ៍ដូចជាសង្គ្រាមវៀតណាមដែលនៅប៉ះពាល់ដល់ជីវិតហើយនិងសុខភាពផ្លូវចិត្តរបស់ហើយហ្នឹងការរស់នៅក្នុងភាពមិនមែនថាក្រីក្រហ្មងតែក៏មិនមែនមានដែរគឺរបៀបរស់នៅមួយថ្ងៃបានមួយថ្ងៃអញ្ចឹងនៅអាមេរិកហ្នឹងអញ្ចឹងព្រោះអាមេរិកភាគច្រើនការនិយាយពីរឿងនេះថាអ្នកមានខ្លាំងអ្នកអីអញ្ចឹងវាមានប៉ុន្តែក៏មានភាគច្រើនគឺ working class ធម្មតាអញ្ចឹងណាគឺអ្នកធ្វើការធម្មតាដែលយើងចូលចិត្តមើលសភៅដែលនិយាយអំពីការលើកទឹកចិត្តនិយាយអំពីដូចថាតួអង្គម្នាក់គាត់ចេញពីកន្លែងក្រីក្រគាត់ចេញពីកន្លែងដែលពិបាកហើយគាត់ធ្វើអីមួយទាំងទៅគាត់ជោគជ័យចឹងទៅគាត់បានអីដែលគាត់ចង់បានចឹងទៅខ្ញុំក៏ចូលចិត្តមើលរឿងចឹងដែរប៉ុន្តែក្នុងសភៅនេះគឺមិនមែនជារឿងចឹងទេក្នុងសភៅនេះគឺនិយាយអំពីចោះតួអង្គឧទាហរណ៍ថាក្នុងចំនួន100នាក់មានម្នាក់ដែលអាចជោគជ័យបានចុះ99នាក់ទៀតដែលខំប្រឹងដែរប៉ុន្តែអត់ជោគជ័យដែលអត់មានសំណាងដែលមានបញ្ហាស្ថានភាពក្នុងគ្រួសារឬក៏អីដែលធ្វើឲ្យគាត់អត់អាចចេញទៅចាប់ក្តីសម័យរបស់គាត់បានអញ្ចឹងតើគាត់ពីមួយថ្ងៃទៅមួយថ្ងៃគាត់រស់នៅដើម្បីអីខ្ញុំពិតជាសរសើរដែលអ្នកនិពន្ធម្នាក់ហ្នឹង Ocean Vuong ហ្នឹងគាត់ហ៊ានទៅនិយាយពីរឿងទាំងអស់ហ្នឹងទោះបីរឿងទាំងអស់ហ្នឹងវាមិនមែនស្រួលក្នុងការនិយាយហើយក៏មិនមែនស្រួលក្នុងការអានដែរយើងទាំងអស់គ្នាយើងចង់អាន fantasy ទាំងអស់គ្នាយើងចង់អានដោយសារជីវិតយើងវារោក្រែឲ្យត្រូវឯងយើងចង់អានសភៅណាមួយដែលនិយាយអូតួអង្គហ្នឹងល្អអញ្ចេះចុងក្រោយបានប្តីបានដូចថាប្តីស្អាតពុនស្អាត
ban chok chay cho hướng để quạt trong ban bị đám trong khỏi quạt man này chẳng á quạt bất chỉ miên phiệp khai han không can vậy dòng pi hướngแต่ឧទាហរណ៍ថាចុះបើតួអង្គហ្នឹងគ្មានថ្ងៃនឹងបានអីដែលខ្លួនឯងចង់បានហើយនៅក្នុងរឿងហ្នឹងអញ្ចឹងគឺខ្ញុំអាចទាយបានតាំងពីដំបូងថាតួអង្គក្នុងរឿងហ្នឹងគឺអត់មានណាគេដែលអាចធ្វើអីដែលខ្លួនឯងចង់បានហ្នឹងឯងគឺនឹងមិនជោគជ័យទេប៉ុន្តែសួរថាទោះបីគាត់អត់ជោគជ័យហើយគាត់ខ្លាយទៅជាមនុស្សដែលអាក្រក់ឬក៏មិនអត់ទេគឺនៅតែបង្ហាញអំពីមនុស្សធម៌ភាពជួយគ្នារបស់តួអង្គទាំងអស់ហ្នឹងខ្ញុំស្ដាប់ interview ខ្ញុំស្ដាប់កិច្ចសម្ភាសន៍មួយរបស់ Ocean Vuong ហ្នឹងជាមួយនឹងខ្ញុំអត់ច្បាស់ថាមួយណាគេទេតែពេលហ្នឹងគឺគាត់និយាយគាត់ថាគាត់ចង់រកគាត់ចង់ explore នៅពេលដែលយើងមានច្រើនណាពេលដែលយើងឲ្យទានឬក៏ជួយគេអីវាអត់សូវប៉ះពាល់ដល់យើងទេប៉ុន្តែនៅពេលដែលយើងអត់មានសោះតើនៅពេលតែយើងជួយគេក្នុងរបៀបណាហើយមិនក៏យើងនៅតែជួយគេទៀតវាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងដែលធ្វើឲ្យខ្ញុំទៅអានសភៅហ្នឹងអញ្ចឹងណាហើយចំណុចពិសេសមួយទៀតនៃសភៅហ្នឹងដែលខ្ញុំនៅតែនិយាយដដែលគឺភាសាក្នុងការសរសេររបស់ Ocean គាត់គឺជាអ្នកតែងកំណាព្យអញ្ចឹងគាត់ពិតជាប្រកែក្នុងការប្រើពាក្យបដូចដែលធ្វើឲ្យយើងទៅជាមួយនឹងការគិតស្ថានភាពរបស់អ្នកបោះតួអង្គទាំងអស់ហ្នឹងខ្ញុំចូលតួដល់ថ្នាក់ថាខ្ញុំអត់ដែលមានជំងឺបាក់ទឹកចិត្តអីខ្លាំងទេប៉ុន្តែនៅពេលដែលខ្ញុំអានសភៅហ្នឹងខ្ញុំគិតថាខ្ញុំអាចនឹងយល់low level depression ហ្នឹងមានអារម្មណ៍ដូចមិនដូចថាដូចរកផ្លូវចេញអត់ឃើញអាងឹតរកផ្លូវចេញអត់ឃើញហើយសំពេលពងអានហ្នឹងមេឃវាចេះអាងឹតចង់ភ្លៀងទៀតប្រហែលថ្ងៃហ្នឹងអញ្ចឹងរហូតអញ្ចឹងទៅគឺយើងរៀង gloomy ដូចថាជីវិតហ្នឹងដូចអត់ដឹងធ្វើម៉េចប៉ុន្តែនិយាយតាមត្រង់សភៅហ្នឹងវាវែងហើយខ្ញុំបាន skip កន្លែងច្រើនដែរខ្ញុំបានអូហួសកន្លែងច្រើនដែរមូលហេតុដោយសារកន្លែងខ្លះគឺពិតជាវាច្រើនពេកគាត់ពីពាន់នាពីកន្លែងហ្នឹងដដែលព្រោះវា plot បើនិយាយពី plot និយាយអំពីសាច់រឿងដែលកាត់ឡើងក្នុងហ្នឹងគឺវាអត់មានអីច្រើនទេគឺវាដដែលពិតមែនកន្លែងខ្លះគឺគួរឲ្យធុញសម្រាប់ខ្ញុំនិយាយតាមត្រង់ហ្មងទោះបីជាប្រើភាសាល្អមិនក៏ដោយពេលខ្លះភាសាល្អហ្នឹងគឺធ្វើឲ្យបបាក់វិញឯងវាអត់សូវមាន plot អីច្រើនតែខ្ញុំគិតថាប្រហែលជាអាហ្នឹងអីដែលគាត់ចង់បង្ហាញថាជីវិតមនុស្សភាគច្រើនអត់មានរឿងអីអភិនិហាកើតឡើងអីគឺពីមួយថ្ងៃទៅមួយថ្ងៃគឺវាដដែលអញ្ចឹងឯងអញ្ចឹងខ្ញុំយល់ប៉ុន្តែមានកន្លែងមួយទៀតដែលខ្ញុំរៀងទើសដែរដោយសារ theme ដែលគាត់ត្រូវនិយាយហ្នឹងគឺវាច្រើនហើយមានមេរៀនខ្ញុំគិតថាមានមេរៀនដែលគាត់ចង់បង្ហាញនៅក្នុងហ្នឹងមិនខុសទេប៉ុន្តែនៅពេលដែលគាត់បង្ហាញក្នុងន័យថាតាមសន្ទនារបស់តួអង្គនៅក្នុងហ្នឹងហើយនិយាយតាមត្រង់ខ្ញុំគិតថាកិច្ចសន្ទនាទាំងអស់ហ្នឹងគឺវាអត់ដូចការពិតមនុស្សយើងនៅក្រៅយើងអត់និយាយពាក្យ deep អញ្ចឹងយើងអត់និយាយពាក្យស៊ីជម្រៅនិយាយអំពីទស្សនវិជ្ជានិយាយអំពីជីវិតអីឆៅចឹងរាល់ថ្ងៃទេប៉ុន្តែដល់ពេលដែលខ្ញុំអានអាហ្នឹងគឺហើយហ្នឹងគឺគាត់និយាយមួយគេគឺសឹងចឹងរាល់ថ្ងៃហើយគេនិយាយមកគាត់ទេមិនមែនគាត់អ្នកនិយាយឯភាគច្រើនគេនិយាយមកគាត់ចឹងណាគឺខ្ញុំឃើញថាគាត់រៀងបំបត្តិភាពអាក្រក់របស់មនុស្សបន្តិចគាត់បង្ហាញពីភាពល្អរបស់មនុស្សទោះបីជានៅក្នុងស្ថានភាពមិនល្អអាហ្នឹងខ្ញុំចូលចិត្តប៉ុន្តែគាត់បែរជាអត់បានបង្ហាញភាពអាក្រក់នៃមនុស្សចឹងភាពអាក្រក់នៃមនុស្សមិនវាមិនដែលថាធ្វើការមួយគ្នាអត់មានការឆ្លោះគ្នាអត់មានការទាស់សម្ដីគ្នាអត់មានការប្រណាំងប្រជែងគ្នាអីអញ្ចឹងណាមិនដែលមនុស្សទាំងអស់នឹងល្អទាំងអស់សម្រាប់ខ្ញុំគិតអញ្ចឹងហើយក៏មិនថាពេលល្អក៏មានពេលអាក្រក់ដែរហើយអញ្ចឹងបើសិនជានៅក្នុងរឿងហ្នឹងបើចង់បង្ហាញពីការពិតនៃមនុស្សគួរតែបង្ហាញកន្លែងអាក្រក់ហ្នឹងដែរហើយរបៀបដូចថាឲ្យតួអង្គឆ្លោះគ្នាអីប៉ុន្តែចុងក្រោយយើងដោះស្រាយរឿងហ្នឹងមិនអាហ្នឹងស្រេចតែចិត្តយើងឯងប៉ុន្តែត្រូវតែបង្ហាញថាពួកគាត់ក៏មានកន្លែងអាក្រក់ហ្នឹងដែរចាអញ្ចឹងអាហ្នឹងគឺសម្រាប់ខ្ញុំគិតថានៅរៀងមិនមែនថាខ្វះខាតអីប៉ុន្តែវាធ្វើឲ្យខ្ញុំអត់សូវចូលតួជាមួយនឹងរឿងហ្នឹងខ្លាំងសភៅមុនគឺគាត់សរសេរក្នុងចាអញ្ចឹងសួរថាបើសិនជាគាត់ចេញសភៅទៀតខ្ញុំនឹងអានទៀតពីព្រោះខ្ញុំគិតថាគាត់គឺជាអ្នកសរសេរដ៏ពិសេសមួយរៀងដាច់ដោយឡែកពីគេដែលឥឡូវហ្នឹងនៅរស់ដែលខ្ញុំអានទៅគឺមិនប្រកាសថាខ្ញុំចូលចិត្តទេប៉ុន្តែដឹងតែថាប្លែកពីគេហើយការប្រើពាក្យរបស់គាត់គឺគាត់នៅតែមានសិល្បៈដ៏ខ្លាំងមួយក្នុងការប្រើពាក្យក្នុងការបង្កើតរឿងក្នុងការបង្ហាញពីស៊ីនដែលគាត់ចង់និយាយហ្នឹងគឺខ្ញុំគិតថាគាត់នៅតែមានសិល្បៈខ្លាំងមែនតើមានថ្វីដៃខ្លាំងមែនតើដែលខ្ញុំចង់រៀនពីគាត់ហើយចង់អានស្នាដៃរបស់គាត់ប៉ុន្តែគឺវានៅតែមានចំណុចខ្លះដែលខ្ញុំរៀងដូចថាសង្ឃឹមថាទៅស្នាដៃក្រោយគាត់មួយទៀតគាត់នឹងល្អជាងនឹងអញ្ចឹងណា